ថ្ងៃនេះយើងមករៀនពីរបៀបដាក់ហ្វុននៅក្នុងកម្មវិធីខាត់អញ្ចឹងគុំចាំយូរបងប្អូនចូលកន្លែងGoogle Chrome ហើយបងប្អូនក៏វាយថាហ្វុនខ្មែរ OS download ទៅពេលដែលបងប្អូនវាយប៉ុណ្្នឹងហើយបងប្អូនឃើញកន្លែងអក្សរសំពោមួយនេះអញ្ចឹងបងប្អូនចេះចូលឲ្យលើមកចាំមើលខ្ញុំនឹងដាក់link នៅក្រោមវីដេអូដើម្បីបងប្អូនចូលកុំឲ្យពិបាកថាបងប្អូនចូលទៅឲ្យរត់ឃើញអញ្ចឹងបងប្អូនចុចមកនៅពេលដែលបងប្អូនចូលមកដល់ទំព័រនេះហើយបងប្អូនក៏តាមទៅលើហើយបងប្អូនក៏វាយពាក្យថា download ហ្វុនចឹងបងប្អូនរងចាំទៅវាពុំ download អញ្ចឹងឃើញថាវា download បានសម្រេចហើយអញ្ចឹងបងប្អូនចេញអស់មកបងប្អូនក៏ចុចទៅរកកម្មវិធី file ឬក៏សារខ្មែរហៅថាកម្មវិធីឯកសារគឺកម្មវិធីមួយនេះបងប្អូនចុចចូលអញ្ចឹងបងប្អូនចុចចូលទៅរកហ្វុនដែលចាំបាន download មិញចាំបងប្អូនចុចចូលកន្លែងនេះទូរស័ព្ទហើយបងប្អូនវាយរកកន្លែងពាក្យថា download ចាំបងប្អូននឹងឃើញហ្វុនដែលចាំបាន download មិញគឺខ្មែរហ្វុន9:26:15ចាំបងប្អូនស៊ីចូលវាមកអញ្ចឹងវាឃើញថាវាមានសញ្ញាសួរអញ្ចឹងបងប្អូនប្រើអត់បានទេបងប្អូនត្រូវចុចកន្លែងស្រង់ចេញចាំបងប្អូនចុចមកកន្លែងស្រង់ចេញហើយខ្ញុំពយកសញ្ញាគ្រីសបងប្អូនត្រូវចំណាំណាគឺវានៅក្នុងfile មួយនេះអញ្ចឹងចាំមកសវាទុបហ្នឹងហើយបងប្អូនចុចគ្រីសមកអញ្ចឹងវាស្រង់ចេញរួចហើយបងប្អូនត្រូវចុចថយក្រោយតែក្រោយទៀតហ្នឹងបងប្អូនក៏អូចំក្រោមវិញយើងចូលទៅមើលនេះឈ្មោះ file របស់មិញគេទៅមើលហ្នឹងហើយចាំបងប្អូនឃើញនេះ file ដែលយើងបាននេះមិញមានថាយើងប្រើបានហើយចាំបងប្អូនអូសចេញអស់ចឹងយើងចុចចូលកម្មវិធីគិតខាត់របស់យើងចឹងនៅពេលដែលបងប្អូនចុចចូលមកដល់ខាងហើយបងប្អូនចុចចូលកន្លែងវីដេអូថ្មីដើម្បីបង្កើតហើយបងប្អូនចុចយកខាងវីដេអូនេះក៏បានឬក៏រូបថតនេះក៏បានបងប្អូនចុចចូលមួយងាត់ដើម្បីយើងធ្វើតេស្តវាអញ្ចឹងនៅពេលដែលបងប្អូនចុចចូលដល់រូបភាពហើយបងប្អូនក៏ចុចកន្លែងទៅសេអសហ្នឹងហើយបងប្អូនក៏ចុចចូលកន្លែងe-book នេះដើម្បីយើងទៅសេបាយអសហ្នឹងហើយចាំបងប្អូនចុចសេអសមកហ្នឹងហើយបន្តក្បាលគាត់ថ្មដាច់អញ្ចឹងវាមិនបានត្រួតជាយ៉ាងទេអញ្ចឹងបងប្អូនជិះចូលកន្លែងពុំអសហើយបងប្អូនចុចរកកន្លែងពាក្យថាពុំអសរបស់ខ្ញុំហើយបងប្អូនចុចកន្លែងញ៉ាំបញ្ចូលតបមកបងប្អូនគឺកន្លែងពុំអសរបស់ខ្ញុំហ្នឹងហើយបើថាបងប្អូនចេញឲ្យខ្ញុំចេះទេបងប្អូនចុចទៅរកនៅកន្លែងត្រេ3ហើយបងប្អូនចុចកន្លែងទូរស័ព្ទឈ្មោះទូរស័ព្ទយើងណាចុចចូលមកបងប្អូនក៏ឃើញកន្លែងfile ដែលយើងទុកអក្សរដែលយើងបានត្រង់ចេញកាលពីមុនហ្នឹងបងប្អូនចុចចូលវាមកអញ្ចឹងជាងឃើញហើយខ្មែរហ្វុន9:21:15បងប្អូនចុចចូលវាមកយ៉ាងណាហើយបងប្អូនចុចចាប់ជ្រើសវាអញ្ចឹងមិនថាយើងជ្រើសរើសបានតែមួយទេណាហ្នឹងហើយចាំបើថាវាមានច្រើនក៏បងប្អូនគួរចុចអស់ខ្លួនឯងចឹងឥឡូវខ្ញុំធ្វើជាគំរូមួយសិនហ្នឹងហើយបងប្អូនចុចមួយមកឬឲ្យជ្រើសរើសហើយបងប្អូនក៏ចុចចូលកន្លែងហ្វុនដែលយើងបានចូលមកមិញណាអញ្ចឹងបងប្អូនឃើញថាវាព្រួតគេនៅយើងហើយមិញវាបានព្រួតគេទេឥឡូវខ្ញុំចូលទៅយកហ្វុនមួយទៀតហ្នឹងហើយហ្វុនទី2ចឹងខ្ញុំយកហ្វុនបើតើហ្វុននេះចាហ្នឹងហើយចឹងវាចេញមកយើងហើយនេះបតាមនេះមិញនេះហ្វុនមុនដែលយើងដាក់នេះដែលយើងដោនមកមិញនេះហ្វុនដែលយើងដោនមកមិញណាបងប្អូនចេញមកណាខ្ញុំឃើញតែយើងដាក់ហ្វុនបានហើយនៅក្នុងកម្មវិធីខាងសរសេរអក្សរអត់ដាច់ដៃដាច់ជើងគេទេហ្នឹងហើយហើយបន្តមកបងប្អូនក៏យក style ឬpen ចឹងណាតាមតែបងប្អូនចូលចិត្តហៅទៅឲ្យខ្ញុំនេះទៅខ្ញុំទៅនេះទៅបងប្អូនយកគម្រោងក៏បានណាហ្នឹងហើយវានឹងចេញឲ្យយើងហ្នឹងហើយបើថាវាចេញមិនចេះទៀតគឺវាថាវាអាចចេញទៀតបងប្អូនក៏ចេះចូលកន្លែងពុំអសរដែររួចហើយបងប្អូនចូលពុំអសររបស់ខ្ញុំដែរយើងដាក់ពុនអញ្ចឹងវានឹងចេញអសរដូចដើមហើយអញ្ចឹងស្គមថាបងប្អូនអាចយល់របៀបដាក់ពុននៅក្នុង
จำที่7 ขั้นบางคนนี่บางคนฝนจนกระนั้นนะยังเข้มเจ็ดตะมุดปีดำเบบางคนเขี่ยขโมยบางคนมาเทปบางคนใส่กุ้ยเจ็ดเรามวยฮะยังเท่าจะนายไปกลางฉันไปถอยไปเอามาเนี่ยถอยไปเอามาเนี่ยให้บางคนกันแต่บางคนเยอะบททานบางคนก็ทำวิดีโอนี่ละอ๋อส่วนบางคนจะช่วยหายมวยฟ้องเนี่ยนะให้ดึงคำเป็นดับรูปไปเดิมมวยฟ้องจังจำมีแต่ปัญหาเอาคนบางคนทุกข์มันจังสมจำเก็บเลย